តែអ្នកដឹងទេថានៅលើពិភពលោកដ៏ត្រជាក់នៃតំបន់អាកតិចមានសត្វមួយក្រុមដែលរស់នៅស្លៀកពាក់ឈុតអាវធំរងចាំស្វាគមន៍អ្នកនោះគឺសត្វ Penguin ដែលជាបក្សីដ៏គួរឲ្យស្រឡាញ់និងមានមន្តស្នេហ៍បំផុតប្រចាំតំបន់ទឹកកកហើយអាចកំបាំងនឹងភាពអស្ចារ្យដែលធ្វើឲ្យ Penguin ក្លាយជាតួឯកនៃភាពត្រជាក់នោះគឺ 1. អ្នកឯកទេសក្នុងទឹកទោះបីជាសត្វ Penguin មានស្លាបប៉ុន្តែពួកវាមិនអាចហោះហើរលើមេឃដោយបក្សីដទៃបានឡើយផ្ទុយទៅវិញស្លាបរបស់វាបានវិវត្តទៅជាព្រុយដ៏រឹងមាំដែលអនុញ្ញាតឲ្យពួកវាហោះហើរក្នុងទឹកបានយ៉ាងលឿន Penguin ខ្លះអាចហែលទឹកក្នុងល្បឿនរហូតទៅដល់35គីឡូម៉ែត្រក្នុង1ម៉ោងដើម្បីដេញចាប់ចំណីនិងគេចពីសត្រូវ 2. នោះគឺម៉ូដសម្លៀកបំពាក់ដែលមានពណ៌បច្ចេកទេសខ្ពស់ពណ៌ខ្មៅនិងសនៅលើដងខ្លួន Penguin មិនមែនដើម្បីតែភាពស្រស់ស្អាតនោះទេវាគឺជាការក្លែងបន្លំធម្មជាតិមួយខ្នងពណ៌ខ្មៅមើលពីលើចុះក្រោមវានឹងលេចូលទៅក្នុងពណ៌ទឹកសមុទ្រដ៏ជ្រៅពណ៌សមើលពីក្រោមឡើងលើវានឹងស៊ីគ្នាជាមួយពន្លឺព្រះអាទិត្យដែលចាំងពីលើផ្ទៃទឹកនេះវាជួយឲ្យមានសុវត្ថិភាពពីត្រីឆ្លាមនិងត្រីបាឡែនពិឃាត 3. និមិត្តរូបស្នេហាដែលស្មោះស្ម័គ្រនៅក្នុងពិភពសត្វ Penguin ត្រូវបានគេស្គាល់ថាជាសត្វដែលមានភក្ដីភាពបំផុតគឺការជូននំថ្មដើម្បីបញ្ជាក់ពីសេចក្ដីស្រឡាញ់និងការកសាងសម្បុករួមគ្នា 4. នោះគឺភាពរឹងមាំនិងស្មារតីសាមគ្គីគ្នាដើម្បីតស៊ូជាមួយភាពរងាដែលធ្លាក់ចុះរហូតដល់ដក60អង្សាសេ Penguin តែងតែឈរជារង្វង់យ៉ាងជិតគ្នាដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកដែលនេះបង្ហាញពីស្មារតីក្រុមដ៏អស្ចារ្យហើយសត្វ Penguin មិនត្រឹមតែគួរឲ្យស្រឡាញ់នោះទេប៉ុន្តែវាគឺជាសញ្ញាព្រមាននៃការបម្រែបម្រួលអាកាសធាតុផងដែរការការពារ Penguin ក៏ដូចជាការការពារតុល្យភាពនៃផែនដីយើងដូចគ្នា